ខ្ញុំបានទទួលសំណួរមួយពីអ្នកស្ដាប់ podcast គាត់សុំឲ្យធ្វើការបកស្រាយថាភាពក្អឺតក្តោបនិងអំនួតខុសគ្នាបែបណាចម្លើយរបស់ខ្ញុំអំនួតគឺចេញមកពីខាងក្នុងចិត្តមកភាពក្អឺតក្តោបគឺជាអាកប្បកិរិយាដែលយើងបញ្ចេញមកខាងក្រៅប៉ុន្តែវាតាក់ទងគ្នាតើតែមនុស្សនឹងមានអំនួតទើបបញ្ចេញអាកប្បកិរិយាក្អឺតក្តោបឧទាហរណ៍តួអង្គឆៅជាតួអង្គដែលមានអំនួតហើយក៏មានចរិតក្អឺតក្តោបដែរពេលដែលជួបជាមួយនឹងអ្នកដទៃដែលគាត់យល់ថាមិនស្មើនឹងគាត់នៅពេលដែលគាត់ជួបជាមួយនឹងចាងសុងយើងឃើញភាពក្អឺតក្តោបរបស់គាត់បញ្ចេញមកយ៉ាងច្បាស់នៅក្នុងរឿងសាមកុក2010គាត់យល់លេសថាដោយសារតែគាត់មិនដឹងពីគំនិតរបស់ចាងសុងប៉ុន្តែនៅពីក្រោយនេះគឺនៅមានហេតុផលផ្សេងទៀតឧទាហរណ៍ដូចជាការរិះគន់របស់ចាងសុងទៅលើស្នាដៃរបស់គាត់ចាងសុងថាអ្វីដែលឆៅសរសេរនេះគឺ copy ពីគេមកទេឆៅនឹងគ្មានសរសេរសភៅខ្លួនឯងទេត្រង់ចំណុចនេះឆៅខឹងដល់ថ្នាក់បញ្ជាឲ្យយ៉ាងសៀវយកសភៅទៅដុតចោលអញ្ចឹងយើងមិនដឹងពីការពិតទេពីព្រោះឆៅខ្លួនឯងមិនទទួលស្គាល់ថាគាត់ copy គំនិតរបស់គេមកសរសេរសភៅតែយើងអាចមើលឃើញទាំងអំនួតនិងភាពក្អឺតក្តោបរបស់ឆៅបញ្ចេញដាក់ភ្ញៀវដែលមកចរចាជាមួយនឹងគាត់រឿងទឹកដីមនុស្សដែលមានអំនួតយល់ថាខ្លួនឯងមានសារៈសំខាន់មានតម្លៃលើសគេអាចយកឈ្នះអ្នកដទៃបានមានសមត្ថភាពគ្រប់គ្រាន់ប៉ុន្តែបើសិនជាមនុស្សម្នាក់អត់មានអំនួតសោះអ្នកហ្នឹងគឺទុនជ្រាយតែបើសិនជាមានអំនួតខ្លាំងពេកម្នាក់ហ្នឹងគឺ insecure ឬក៏មិនទុកចិត្តខ្លួនឯងទេមនុស្សដែលមានអំនួតល្អគឺយល់ថាខ្លួនឯងអាចធ្វើបានប៉ុន្តែមិនចាំបាច់បង្ហាញឲ្យអ្នកដទៃដឹងថាខ្លួនឯងអាចធ្វើបានរហូតទេពេលដែលត្រូវបង្ហាញទៅបង្ហាញពេលដែលមិនត្រូវបង្ហាញធ្វើធម្មតាលើឧទាហរណ៍អ្នកណាគេដែលមានអំនួតប៉ុន្តែមិនមានភាពក្អឺតក្តោបនៅក្នុងរឿងសាមកុកខ្ញុំគិតថាស៊ឺមីគឺជាឧទាហរណ៍ល្អជាងគេស៊ឺមីនេះមានអំនួតតាំងពីក្មេងមកបើសិនជាអ្នកនរគ្នាមើលរឿងទីប្រឹក្សាស៊ឺមីពីដំបូងយើងឃើញអំនួតរបស់ស៊ឺមីដែលចង់យកឈ្នះចាញ់ជាមួយនឹងយ៉ាងសៀវដោយសារតែយ៉ាងសៀវផ្ដាច់ពាក្យពីប្អូនប្រុសរបស់គាត់និងនិយាយដាក់ប្អូនប្រុសគាត់ប្រមាណម៉ាត់ប៉ុណ្ណោះស៊ឺមីយល់ថាសម្ដីទាំងអស់នេះគឺជាការមើលស្រាលទៅដល់គ្រួសារស៊ឺម៉ានេះគឺជាអំនួត 100% ឧទាហរណ៍មួយទៀតគឺនៅពេលដែលស៊ឺមីប្រាប់ឆៅភីថាខ្លួនគាត់មិនធ្វើជាអ្នកបម្រើរបស់អ្នកណាទេត្រង់នេះគឺជាអំនួតខ្លាំងណាស់ឆៅភីដោយសារតែត្រូវការស៊ឺមីហើយណាមួយគាត់មិនចង់បង្ករឿងគឺគាត់និយាយថាគាត់ខ្លួនឯងចង់ឲ្យស៊ឺមីមកធ្វើជាមិត្តភក្តិរបស់គាត់ដើរផ្លូវនយោបាយជាមួយគាត់ប៉ុន្តែតាមពិតយើងដឹងហើយស៊ឺមីគឺជាកូនរបស់ស្ដេចក្រាញ់រឿងអីទៅយកស៊ឺមីមកធ្វើជាមិត្តភក្តិគោលបំណងគឺយកស៊ឺមីមកបម្រើគាត់នឹងឯងក្រោយពេលដែលឆៅភីកាន់អំណាចគឺយើងឃើញកាន់តែច្បាស់ថាឆៅភីប្រាប់ស៊ឺមីឲ្យដឹងខ្លួនថាខ្លួនឯងគឺជាអ្នកបម្រើគាត់ទេគ្រួសារស៊ឺម៉ាទាំងមូលបម្រើតកូឆៅចឹងកន្លែងនេះវាប៉ះអំនួតរបស់ស៊ឺមីខ្លាំងណាស់អំនួតរបស់ស៊ឺមីនៅត្រង់ណាគឺគាត់ជឿថាមានតែគាត់ទេដែលអាចគ្រប់គ្រងនគរអ៊ុយបានមានតែគាត់ទេដែលស័ក្តិសមធ្វើជាអ្នកដឹកនាំពិតប្រាកដការខ្ពើមរអើមតកូឆៅចេញមកនៅពេលដែលស៊ឺមីក្តាប់អំណាចជាប់តែគាត់ហ៊ាននិយាយប្រាប់ប្រពន្ធគាត់ខឹងនឹងប្រពន្ធគាត់ដែលយកគាត់ទៅប្រៀបធៀបនឹងឆៅប៉ុន្តែពេលដែលគាត់អត់មានអំណាចនៅក្នុងដៃស៊ឺមីមិននិយាយអ្វីមិនបញ្ចេញរឹកពៀចងេងចងាងក្អឺតក្តោបអ្វីទាំងអស់ភាពក្អឺតក្តោបគឺជាអំនួតរបស់យើងដែលចង់ឲ្យអ្នកដទៃមើលឃើញថាខ្លួនយើងនឹងឆ្លាតជាងគេប្រកែកជាងគេចង់មើលស្រាលអ្នកដទៃឬក៏ឲ្យគេដឹងថាបើមានបញ្ហាគឺគាត់ជាអ្នកឈ្នះគូនេះមានភាពក្អឺតក្តោបគាត់ចង់ឲ្យខាងតុងអ៊ូមើលឃើញថាគាត់មិនខ្លាចអ្នកទាំងអស់ហ្នឹងទេគាត់ចាត់ទុកអ្នកទាំងអស់ហ្នឹងជាជនកំសាកអញ្ចឹងហើយបានជាគាត់លើកទ័ពចេញធ្វើសង្គ្រាមដោយមិនខ្វល់ថាតុងអ៊ូលួចចាក់គាត់ពីក្រោយខ្នងគាត់មើលស្រាលសត្រូវថាទោះបីជាគាត់មិននៅក៏ដោយក៏តុងអ៊ូមិនហ៊ានលើកទ័ពអ្វីដែរហើយយើងនឹងលទ្ធផលរបស់គូនេះហើយនៅក្នុងសង្គ្រាមក្រុងហ្វានការប្រឈមមុខជាមួយនឹងសត្រូវទាំងសងខាងវាមិនដែលមានលទ្ធផលល្អទេបូករួមជាមួយនឹងភាពក្អឺតក្តោបរបស់គាត់ទៀតកាន់តែធ្វើឲ្យខាងតុងអ៊ូនោះគេឆេះឆួលកាន់តែខ្លាំងអញ្ចឹងសរុបមកវិញតើវាខុសគ្នាអ្វីខ្លះអំនួតគឺនៅខាងក្នុងក្អឺតក្តោបគឺយើងមើលឃើញពីខាងក្រៅអំនួតគឺស្ងាត់ភាពក្អឺតក្តោបគឺនៅលឺខាងក្រៅវងអ្នកដែលមានអំនួតប្រហែលជាអាចគិតគូរបានវែងឆ្ងាយតែមនុស្សដែលក្អឺតក្តោបនេះច្រើនតែចង់បានការទទួលស្គាល់ភ្លាមគិតពីផលភ្លាមឲ្យគេសរសើរឲ្យគេអោនក្បាលឬក៏ឲ្យគេខ្លាចភ្លាមអ្វីដែលខ្ញុំសង្កល់ឃើញគឺយើងមិនអាចដកអំនួតចេញពីខ្លួនយើងបានទេបើយើងកើតមកមានអំនួតប៉ុន្តែយើងអាចរៀនពីវិធីគ្រប់គ្រងវាបានពេលដែលយើងគ្រប់គ្រងអំនួតគឺយើងគ្រប់គ្រងការសម្រេចចិត្តរបស់យើងគ្រប់គ្រងអារម្មណ៍របស់យើងអត់បញ្ចេញមកក្រៅដោយមិនគិតគូរជាមុនទេអញ្ចឹងទៅខ្លួនយើងអត់មានភាពក្អឺតក្តោបទេទោះបីជាយើងមានអំនួតក៏ដោយដូចជាស៊ឺមីអ៊ីអញ្ចឹងខ្ញុំនៅមានឧទាហរណ៍មួយទៀតដែលបង្ហាញពីអំនួតរបស់ស៊ឺមីអ៊ីដែលយើងឃើញពេលដែលគាត់ប្រឈមមុខគ្នាជាមួយនឹងជូកលៀងការដែលគាត់ហ៊ានទៅប្រជែងជាមួយនឹងជូកលៀងនេះបង្ហាញពីអំនួតរបស់គាត់ហើយនៅក្នុងចំនួនហ្នឹងគេឈ្មោះរបស់ជូកលៀងមិនចាញ់ឆៅទេ
ចឹងស៊ឺមីតាំងខ្លួនឯងថាជាអ្នកដែលអាចទប់ទល់នឹងជូកលៀងនៅលើសមរភូមិបានបង្ហាញថាគាត់មានអំណួតហើយនៅពេលដែលគាត់ជជែកគ្នានៅក្នុងរឿងទេនៅក្នុងប្រវត្តិសាស្ត្រគឺគាត់មិនដែលនិយាយគ្នាតទល់ទេនៅក្នុងរឿងពេលដែលគាត់ជជែកគ្នាស៊ឺមីប្រាប់ជូកលៀងថាខ្លួនគាត់នេះយល់ច្បាស់ពីនគរអ៊ុយណាកន្លែងណាក៏គាត់ដឹងដែរពីព្រោះគាត់ធំឡើងនៅនគរអ៊ុយអានេះក៏ជាអំណួតមួយទៀតដែរគ្មានអ្នកណាម្នាក់អាចដឹងច្បាស់គ្រប់រឿងទេទោះបីជាស៊ឺមីកើតនៅនគរអ៊ុយក៏ដោយគាត់ជឿបែបហ្នឹងគាត់ហ៊ានអះអាងបែបហ្នឹងដោយសារតែអំណួតរបស់គាត់ហ្នឹងឯងអញ្ចឹងនេះគឺជាចម្លើយរបស់ខ្ញុំហើយខ្ញុំសង្ឃឹមថាទាំងឧទាហរណ៍និងការលើកពីចំណុចខុសគ្នានេះអាចធ្វើឲ្យយើងយល់កាន់តែច្បាស់ពាក្យនេះគឺវាតាក់ទងគ្នាអំណួតមានមុនទើបអាចមានភាពក្អឺតក្តោមនៅខាងក្រៅតែបើសិនជាអំណួតនឹងគ្រប់គ្រងបានយើងមិនមានភាពក្អឺតក្តោមឲ្យគេមើលឃើញទេតែយើងនៅតែមានអំណួតដដែលបើសិនជាអ្នកនរយល់ឃើញផ្សេងពីនឹងអាចចូល comment នៅខាងក្រោមបានអរគុណចាំជួបគ្នានៅក្នុងវីដេអូក្រោយ